ស្ដីអ្នកទាំងអស់គ្នានៅពេលនេះដើម្បីកុំឲ្យយប់យន្តសបិនយូរយើងមកសង្ខេបសាច់រឿងនៅក្នុងភាគទី121បន្តិចទៅហើយ admin ក៏ចង់ប្រាប់ថាភាគទី120នឹងគឺជាប់ copyright បានហើយដូច្នេះហើយអ្នកទាំងអស់គ្នាគឺអាចចូលមើលបាននៅក្នុង Facebook page របស់ admin ដែល admin នឹងគឺផុសរួចហើយចូលមកកាន់សាច់រឿងរបស់យើងវិញហើយសាច់រឿងសង្ខេបនេះ admin ក៏បាននិយាយចូលនៅក្នុងសាច់រឿងសង្ខេបនៃភាគទី120បន្តិចដែរបន្ទាប់ពីវ៉ាងលីនក៏ព្យាយាមវាឲ្យស្គរនឹងគឺលើសំឡេងជាលើកទី15នោះចំពោះជីនអ៊ូស៊ូនឹងវាក៏ព្យាយាមទៅបញ្ឈប់វ៉ាងលីនដែរព្រោះវាបានគិតថាបើទោះបីជាវាសម្លាប់វ៉ាងលីនក៏ដោយក៏អាចទ្រីបិសាចមិនដាក់ទោសវាដែរយ៉ាងច្រើនគ្រាន់តែស្ដីបន្ទោសវាបន្តិចបន្តួចតែប៉ុណ្ណោះនៅពេលនេះវិញវាបានប្រើប្រាស់កម្លាំងរបស់វាទាំងអស់ជាមួយនឹងលំពេងដែលនៅក្នុងដៃនឹងសម្ដៅចូលទៅរកវ៉ាងលីនគឺដើម្បីសម្លាប់វ៉ាងលីនចោលហើយស្របពេលដែលមេតបដទៃផ្សេងទៀតនឹងក៏បានសម្ដៅចូលទៅរកវាដើម្បីបញ្ឈប់វាផងដែរដោយបានស្រែកសួរថាតើវានឹងគឺកំពុងតែចង់ធ្វើអ្វីប៉ុន្តែកម្លាំងរបស់ជីនអ៊ូស៊ូនេះដោយដែលយើងដឹងស្រាប់រួចមកហើយគេនៅដំណាក់កាលកណ្ដាលនៃកម្រិតទី7នោះដូច្នេះហើយមេតបដទៃផ្សេងទៀតដែលនៅត្រឹមតែដំណាក់កាលដំបូងនៃកម្រិតទី7ហ្នឹងគឺមិនអាចបញ្ឈប់ជីនអ៊ូស៊ូបាននោះទេដោយវាក៏បានកវិដៃរបស់វាបន្តិចដើម្បីបញ្ឈប់នៅមេតបបៃសាយទាំងអស់នោះទៅចំណែកអធិរាជបៃសាយក៏បាននិយាយថាជីនអ៊ូស៊ូអញគឺពិតជាហ៊ានណាស់ហើយអញគឺពិតជាសមនឹងស្លាប់ប៉ុន្តែបើយើងក៏លេចមើលទៅកាន់កន្លែងដ៏សែនឆ្ងាយដែលជាកន្លែងហួបហៅកំពុងតែធ្វើការវឹកហាត់ហ្នឹងបុរសម្នាក់ដែលនៅក្នុងប៉មហ្នឹងក៏ស្រាប់តែបានបញ្ចេញនៅសម្ពាធធម្មពលរបស់គេបន្តិចដើម្បីបញ្ឈប់ជីនអ៊ូស៊ូដែរហើយជាមួយនឹងសម្ពាធធម្មពលរបស់គេហ្នឹងវាបានធ្វើជីនអ៊ូស៊ូគឺពិតជារបួសធ្ងន់ខ្លាំងមែនទែនទាំងអស់នេះគឺមិនមែនជាស្នាដៃរបស់អធិរាជបៃសាយទេណាហើយវ៉ាងលីនបន្ទាប់ពីឃើញថាឱកាសល្អបានមកដល់ហ្នឹងគាត់ក៏មិនចង់បង្អង់យូរដែរដោយគាត់ក៏ប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីធ្វើការសម្លាប់ជីនអ៊ូស៊ូនឹងចោលតែម្ដងទៅព្រោះថាជីនអ៊ូស៊ូគឺជាមនុស្សម្នាក់ដែលជាឆ្អឹងទៅតឹងករបស់គាត់ណាដូច្នេះហើយប្រសិនបើទុកគេទៀតនោះគាត់ប្រកាសជាមានបញ្ហាហើយជាមួយគ្នានោះផងដែរវ៉ាងលីនគាត់ក៏បានវាយទៅលើស្គរនឹងម្ដងទៀតដែលសម្លេងលើកទី15ហ្នឹងវាក៏ចាប់ផ្ដើមលើឡើងហើយជាមួយគ្នានោះផងដែរផ្ទៃមេឃក៏ចាប់ផ្ដើមមានការប្រែប្រួលបន្តមកទៀតអ្វីដែលគេហៅថាទារុណកម្មឋានសួគ៌ឬមួយក៏រន្ទះឋានសួគ៌ហ្នឹងវាក៏ស្រាប់តែបានលេចឡើងមកតែម្ដងទៅដោយសារតែវ៉ាងលីនគាត់គឺបានប្រឆាំងគ្នាជាមួយនឹងទារុណកម្មឋានសួគ៌ឬមួយក៏ប្រឆាំងជាមួយនឹងឋានសួគ៌ហ្នឹងណាចំណែកអធិរាជបៃសាយបាននិយាយថាទារុណកម្មឋានសួគ៌ហ្នឹងគឺមានចំនួន2ប៉ុន្តែប្រសិនបើវាគឺជាទារុណកម្មឋានសួគ៌ទី1នោះវ៉ាងលីនគឺគ្មានបញ្ហានោះទេជាមួយនឹងកម្លាំងរបស់គាត់ប្រកាសជាអាចទប់ទល់វាបានហើយចំណែកឯវ៉ាងលីនវិញក៏ប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីធ្វើការទប់ទល់ជាមួយនឹងទារុណកម្មឋានសួគ៌ដែលយើងបានឃើញហើយវាគឺជាធម្មពលរន្ទះដ៏ក្រហមឆ្អិនឆ្អៅនឹងឯងចំណែកវ៉ាងលីនហ្នឹងគាត់ក៏បានប្រើប្រាស់កម្លាំងរបស់គាត់ជាច្រើនដើម្បីធ្វើការទប់ទល់ជាមួយនឹងវាបន្ទាប់ពីមានការស៊ូទ្រាំក៏ដូចជាចំណាយកម្លាំងយ៉ាងច្រើនរបស់គាត់នោះនៅទីបំផុតអទារុណកម្មទី1ហ្នឹងវាក៏ស្រាប់តែបានបាត់ទៅវិញទៅប៉ុន្តែបន្តិចក្រោយមកទៀតនោះវ៉ាងលីនគាត់ក៏ស្រាប់តែបាននិយាយថាឋានសួគ៌ដោយសារតែគេគឺចង់សម្លាប់គាត់ទៅហើយនោះទារុណកម្មឋានសួគ៌ហ្នឹងប្រកាសជាមិនមែនមានត្រឹមតែមួយហ្នឹងទេអញ្ចឹងទៅវាប្រកាសជាមានច្រើនទៀតដូច្នេះហើយបន្តិចក្រោយមកទៀតក៏ស្រាប់តែទារុណកម្មឋានសួគ៌មួយទៀតហ្នឹងវាគឺបានលេចឡើងហើយធម្មពលលើកនេះគឺថាខ្លាំងជាងលើកមុនជាច្រើនដងហើយបន្ទាប់ពីឃើញដូច្នេះហើយអធិរាជបៃសាយគឺថាមិនអាចនៅស្ងៀមបានទៀតនោះទេដោយគេក៏សម្ដៅចូលទៅរកវ៉ាងលីនយ៉ាងលឿនដើម្បីនាំវ៉ាងលីនគេចាក់ចេញអំពីទារុណកម្មឋានសួគ៌នេះប៉ុន្តែទារុណកម្មឋានសួគ៌គឺបានធ្វើការឃុំឃាំងរាងកាយរបស់វ៉ាងលីនបាត់ទៅហើយដូច្នេះហើយវ៉ាងលីនគាត់គឺមិនអាចគេចទៅណាបាននោះទេហើយអធិរាជបៃសាយគាត់ក៏គ្មានវិធីដែរនៅពេលនេះគឺបានត្រឹមតែបញ្ចេញកម្លាំងធម្មពលរបស់គាត់បង្កើតបានទៅជារាងកាយបំផាន់ដែលមានរូបរាងដូចជាគាត់នឹងចំនួន8រួចហើយក៏ចាប់ផ្ដើមធ្វើការបង្កើតក្បួនមួយដើម្បីលក្ខណៈថាសម្រាលនៅអំណាចធម្មពលនៃទារុណកម្មឋានសួគ៌នឹងទៅឲ្យវ៉ាងលីនចឹងណាហើយស្របពេលដែលអំណាចធម្មពលនៃទារុណកម្មឋានសួគ៌លើកនេះវាគឺបានលេចឡើងផ្ទុកមកជាមួយនៅអំណាចធម្មពលនៃឋានសួគ៌ផងដែរដូច្នោះហើយអំណាចធម្មពលនៃឋានសួគ៌នឹងវាគឺពិតជាខ្លាំងមែនទែនដោយវ៉ាងលីនគាត់គឺពិតជាមិនអាចទ្រាំទ្របាននោះទេប៉ុន្តែយ៉ាងណាមិញវ៉ាងលីនគាត់បានបដិញ្ញាចិត្តរួចទៅហើយបើទោះបីជាគាត់ត្រូវតស៊ូរហូតដល់ស្លាប់ក៏ដោយក៏គាត់មិនព្រមចោះចាញ់ច្បាប់ឋានសួគ៌ឬមួយក៏ឋានសួគ៌ដែរហើយក្រោយមកទៀតនឹងក៏ស្រាប់តែមានព្រឹទ្ធាចារ្យចំនួន5នាក់ទៀតបានបង្ហាញខ្លួនដោយព្រឹទ្ធាចារ្យទាំងអស់ហ្នឹងក៏ចេញមកដើម្បីជួយទប់ទល់នៅអំណាចឋានសួគ៌នេះជំនួសវ៉ាងលីនដូចគ្នាបើនិយាយរួមទៅគឺថាចេញមកដើម្បីជួយវ៉ាងលីនចឹងណាប៉ុន្តែយ៉ាងណាមិញអំណាចធម្មពលឋានសួគ៌វាគឺពិតជាខ្លាំងមែនទែនហើយវាក៏បានវាឲ្យព្រឹទ្ធាចារ្យទាំង5ហ្នឹងគឺថាកប់ចូលទៅក្នុងដីដែរស្របពេលដែលរាងកាយរបស់វ៉ាងលីនក៏ត្រូវបានវាឲ្យកប់ចូលទៅក្នុងដីដូចគ្នាហើយបើនិយាយអំពីរាងកាយរបស់គាត់នៅពេលនេះវិញមិនថាតែសរសៃជីបចរឆ្អឹងឬមួយក៏សាច់ឈាមអីនោះទេគឺកំពុងតែត្រូវបានបំផ្លាញបន្តិចម្ដងហើយប៉ុន្តែស្របគ្នាក៏ស្រាប់តែមាននៅមនុស្សម្នាក់បាននិយាយមកកាន់វ៉ាងលីនដោយនោះគឺជាបិសាចបុរាណដែលជាបុព្វបុរសរបស់អធិរាជបៃសាយនឹងឯងដោយគេនឹងក៏បានសន្ទនាគ្នាជាមួយនឹងវ៉ាងលីនទៅដោយគេបាននិយាយអំពីវ៉ាងលីនជាមនុស្សម្នាក់ដែលស័ក្តិសមនឹងទទួលបាននៅមរតកក៏ដូចជាអំណាចធម្មពលរបស់គេអញ្ចឹងណាហើយគេក៏បាននិយាយអំពីរឿងរ៉ាវខ្លះៗប្រាប់ទៅកាន់វ៉ាងលីនដែរដោយការពីដើមឡើយនឹងមានអ្នកវឹកហាត់មួយក្រុមបានធ្វើការវឹកហាត់ប្រឆាំងជាមួយនឹងឋានសួគ៌ដែរដោយអ្នកវឹកហាត់ទាំងអស់នេះគឺត្រូវបានគេឲ្យឈ្មោះថាអ្នកវឹកហាត់បុរាណខណៈដែលរាងកាយរបស់ពួកគេនឹងគឺពិតជារឹងមាំខ្លាំងមែនទែនដោយទារុណកម្មឋានសួគ៌ឬមួយក៏អំណាចឋានសួគ៌នឹងគឺមិនអាចធ្វើការបំផ្លាញនៅរាងកាយរបស់ពួកគេបាននោះទេប៉ុន្តែក្រោយមកទៀតនឹងពួកគេក៏បានបែកខ្ញែកគ្នាទៅដោយអ្នកវឹកហាត់ដ៏ខ្លាំងក្លាបំផុតនោះគឺត្រូវបានគេឲ្យឈ្មោះថាព្រះបុរាណហើយក៏មាននៅបិសាចបុរាណក៏ដូចជាអ
រៈបុរាណហើយមូលហេតុដែលគាត់ជ្រើសរើសវ៉ាងលៀនធ្វើជាអ្នកបន្តវេនក៏ដូចជាទទួលយកនៅអំណាចធម្មពលរបស់គាត់នឹងដោយសារតែគាត់បានដឹងថាវ៉ាងលៀននឹងក៏បានធ្វើការវឹកហាត់ទៅតាមមាគ៌ារបស់ព្រះបុរាណផងដែរដែលមានរាងកាយក៏ដូចជាសាច់ឈាមជាព្រះបុរាណដែរអញ្ចឹងណាហើយបើទោះបីជាអ្នកវឹកហាត់ដទៃផ្សេងទៀតពួកគេគឺមាននៅអំណាចធម្មពលក៏ដូចជារាងកាយល្អជាងវ៉ាងលៀនក៏ដោយប៉ុន្តែអំណាចធម្មពលរបស់ពួកគេឬមួយក៏រាងកាយរបស់ពួកគេនឹងគឺមាននៅដែនកំណត់អញ្ចឹងហើយគឺមិនអាចទទួលយកនៅអំណាចធម្មពលរបស់គាត់បាននោះទេដោយគាត់គិតថាមានតែវ៉ាងលៀនតែប៉ុណ្ណោះទើបស័ក្តិសមបំផុតប៉ុន្តែគាត់ក៏មានលក្ខខណ្ឌមួយផងដែរដោយគាត់តម្រូវឲ្យវ៉ាងលៀនប្រមូលយកនៅអាវុធដតេភាពនៃប្រទេសបិសាចទាំង9នៅក្នុងដែនដីវិញ្ញាណបិសាចនឹងត្រឡប់មកវិញហើយវ៉ាងលៀនបន្ទាប់ពីគាត់សេចក្ដីគិតបន្តិចហើយនឹងគាត់ក៏បានប្រាប់ទៅកាន់បិសាចបុរាណនឹងឲ្យធ្វើការជួសជុលនៅរាងកាយរបស់គាត់ត្រឡប់មកវិញហើយក៏ប្រទានអំណាចឬមួយក៏ផ្ទេរអំណាចមកឲ្យគាត់នឹងគឺមានកម្លាំងខ្លាំងក្លាដែលអាចទប់ទល់ជាមួយនឹងទារុណកម្មឋានសួគ៌នឹងបានហើយចំណែកបិសាចបុរាណនឹងក៏តបទៅវិញថាគឺដោយអ្វីដែលវ៉ាងលៀនចង់បានបន្ទាប់មករាងកាយរបស់វ៉ាងលៀនដែលកំពុងតែរងនឹងការខូចខាតដែលរៀបនឹងត្រូវបំផ្លាញចោលនោះក៏ស្រាប់តែត្រូវបានជួសជុលឬមួយក៏ព្យាបាលត្រឡប់មកវិញយ៉ាងឆាប់រហ័សមិនថាតែសរសៃជីបឆ្អឆ្អឹងក៏ដូចជាសាច់ឈាមរបស់គាត់នោះទេគឺត្រូវបានត្រឡប់ទៅជាសភាពដើមយ៉ាងឆាប់រហ័សហើយមិនត្រឹមតែប៉ុណ្្នឹងទេអំណាចកម្លាំងនៃរាងកាយរបស់គាត់នោះគឺថាខ្លាំងជាងការពីពេលមុនទៅទៀតហើយបាននិយាយអំពីសម្ពាធធម្មពលរបស់គាត់វិញគឺពិតជាខ្លាំងមែនទែនរួចហើយនោះវ៉ាងលៀនគាត់ក៏បានចាក់ចេញអំពីក្នុងដីនិងក៏បានហក់សម្ដៅទៅកាន់កណ្ដាលអាកាសហើយជាមួយនឹងអំណាចធម្មពលបិសាចដែលបានលេចចេញអំពីរាងកាយរបស់គាត់នោះវាក៏បង្កើតបានទៅជាទម្រង់រាងកាយធម្មពលមួយដែលបានលេចឡើងនៅខាងក្រៅខ្នងរបស់គាត់ដោយដែលយើងបានឃើញនៅក្នុង trailer ហ្នឹងវាបង្កើតបានទៅជារាងកាយធម្មពលដ៏ធំសម្បើមមួយដែលមានស្នែងចំនួន2ហើយវាគឺជាទម្រង់ធម្មពលរបស់បិសាចបុរាណនឹងឯងបន្ទាប់មកវ៉ាងលៀនជាមួយនឹងទម្រង់ធម្មពលរបស់បិសាចបុរាណហ្នឹងក៏ប្រើប្រាស់នៅអំណាចធម្មពលដើម្បីទប់ទល់ជាមួយនឹងទារុណកម្មឋានសួគ៌ក៏ដូចជាអំណាចឋានសួគ៌ហើយនៅទីបំផុតជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគេទាំងពីរនាក់ទារុណកម្មឋានសួគ៌ហ្នឹងវាក៏បានរលាយបាត់ទៅវិញទៅប៉ុន្តែបន្តិចក្រោយមកទៀតក៏ស្រាប់តែមាននៅពន្លឺធម្មពលពណ៌ក្រហមមួយដែលវាបានបាញ់សម្ដៅចូលមកខាងក្រោមយ៉ាងលឿនប៉ុន្តែគោលដៅរបស់វាគឺមិនមែនជាវ៉ាងលឿននោះទេផ្ទុយទៅវិញវាគឺជាទម្រង់ធម្មពលរបស់បិសាចបុរាណហ្នឹងក៏បាននិយាយថាវាគឺមានរយៈពេលយូរមកហើយដែលវាគឺមិនបានភ្លក់រសជាតិនៃបាធម្មពលពណ៌ក្រហមនឹងឯងដែលត្រូវបានគេឲ្យឈ្មោះថាធម្មពលពណ៌ក្រហមឋានសួគ៌ឬមួយក៏ធម្មពលឋានសួគ៌ពណ៌ក្រហមយើងហៅមួយណាពីរោះគឺអាចហៅមួយនឹងបានហើយបន្ទាប់មកទម្រង់ធម្មពលរបស់បិសាចបុរាណហ្នឹងក៏បានធ្វើការលេបតបាក់យកនៅអំណាចធម្មពលពណ៌ក្រហមនោះទៅហើយបន្ទាប់ពីដោះស្រាយបញ្ហាទាំងអស់នេះរួចរាល់ហើយបិសាចបុរាណហ្នឹងក៏ប្រាប់ទៅកាន់វ៉ាងលៀនថារយៈពេល3ខែទៀតឲ្យទៅជួបគេនៅក្នុងបឹងនាគហើយបន្ទាប់មកគេក៏ស្រាប់តែបាត់ខ្លួនត្រឡប់ទៅវិញទៅហើយជាមួយគ្នានោះវ៉ាងលៀនក៏បានដឹងថាធម្មពលដែនក៏ដូចជាធម្មពលរបស់គាត់ហ្នឹងវាគឺបានឈានទៅដល់ចំណុចមួយដែលលរខ្ចោះកំពុងតែធ្វើការរួមបញ្ចូលគ្នានៅក្នុងការរៀបនិងបំបែកចូលទៅកាន់កម្រិតទី7ហើយដូច្នោះហើយគាត់គឺមិនអាចធ្វើប្រហែលបាននោះទេអញ្ចឹងហើយវ៉ាងលៀនគាត់ក៏មិនចង់បង្អង់យូរដែរដែលគាត់ក៏បានចាក់ចេញសម្ដៅទៅកាន់កន្លែងមួយដែលគាត់គិតថាវាមានសមត្ថភាពបំផុតនៅក្នុងការបំបែកចូលទៅកាន់កម្រិតទី7ដែលនោះគឺជាលអាងភ្នំដែលវ៉ាងលៀនបានចូលទៅក្នុងជាមួយនឹងយ៉ាវស៊ឺសៀកកាលពីពេលមុននឹងឯងហើយដោយសារតែគាត់មានស្លាកបញ្ជាសម្រាប់ចូលទៅកាន់លអាងភ្នំហ្នឹងអញ្ចឹងវាគឺមិនមែនជាការលំបាកសម្រាប់គាត់ទេនោះទេដូច្នោះហើយវ៉ាងលៀនគាត់ក៏បានចូលទៅកាន់កន្លែងនោះរួចហើយនោះក៏ប្រើប្រាស់នៅត្បូងអមតៈយ៉ាងច្រើនដើម្បីត្រៀមធ្វើការបំបែកចូលទៅកាន់កម្រិតទី7ហើយវាក៏មាននៅត្បូងនៃកម្រិតទី7ដែលចៅអ៊ីបានផ្ដល់មកឲ្យគាត់ដែរហើយវ៉ាងលៀនបាននិយាយថាប្រសិនបើគាត់គឺពិតជាអាចបំបែកចូលទៅកាន់កម្រិតទី7បានដោយជោគជ័យនោះគាត់នឹងលក្ខណៈថាដឹងគុណចៅអ៊ីមួយជីវិតតែម្ដងហើយដោយសារតែមិនចង់បង្អង់យូរវ៉ាងលៀនគាត់ក៏ចាប់ផ្ដើមដាក់គូតអង្គុយដើម្បីធ្វើការវឹកហាត់ដើម្បីបំបែកចូលទៅកាន់កម្រិតទី7ប៉ុន្តែដើម្បីបំបែកចូលទៅកាន់កម្រិតទី7ហ្នឹងវាក៏មិនមែនជារឿងងាយស្រួលដែរដោយវ៉ាងលៀនហ្នឹងគាត់គឺបានបរាជ័យជាច្រើនដងច្រើនលើកច្រើនសារដែរប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងរបស់គាត់វ៉ាងលៀនគឺនៅតែមិនបោះបង់ចោលហើយនៅទីបំផុតបន្ទាប់ពីចំណាយពេល10ឆ្នាំនៅក្នុងការវឹកហាត់ហ្នឹងវ៉ាងលៀនគាត់ក៏អាចបំបែកចូលទៅកាន់កម្រិតទី7បានដោយជោគជ័យហើយចំណែកសាច់រឿងបន្ទាប់នឹងទៅជាយ៉ាងណាយើងក៏មិនទាន់ដឹងច្បាស់ដូចគ្នាដែរដោយនេះគ្រាន់តែជាការសង្ខេបវីដេអូនៅក្នុងសាច់រឿងខ្លីៗតែប៉ុណ្ណោះដូច្នោះហើយនៅពេលនេះពួកយើងគឺមានតែរងចាំជួបគ្នាម្ដងទៀតនៅវីដេអូក្រោយតែប៉ុណ្ណោះ